ជំរាបសួរអ្នកអរគ្នាក្នុងក្តីស្រឡាញ់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយសូមអ្នកជំរាបសួរដែលអ្នកអត់ទាន់ជឿអ្នកដែលកំពុងបើកចិត្តទទួលជឿសូមឲ្យព្រះគុណទ្រង់បានហូរទៅកាន់អ្នកទាំងអស់គ្នាដែលជឿហើយទាំងមិនជឿទាំងទូទាំងប្រទេសព្រះជាណាចក្រកម្ពុជាដែរសូមឲ្យដែនដីសុវណ្ណភូមិរបស់យើងពោពេញទៅដោយអ្នកសរសើរដំណើរព្រះអង្គដែរអាមែនខ្ញុំចង់ថ្ងៃនេះជាថ្ងៃបុណ្យទុកថ្ងៃចុងក្រោយខ្ញុំចង់ចែករំលែកហេតុអ្វីបានជាខ្ញុំជឿព្រះយេស៊ូវហើយមុនដំបូងខ្ញុំជាអ្នកដែលស្អប់ព្រះយេស៊ូវមានកពីយកមកពីព្រះវិហារក៏ហែកចោលហើយស្រាប់តែថ្ងៃមួយលោកគ្រូកំសាន្តនៅក្នុងវិហារក្តារគាត់បានឲ្យខ្ញុំនាំខ្ញុំទៅហ៊ានហ្គីតានៅព្រះវិហារព្រះវិហារហូសាណាកំពតហេតុដែលខ្ញុំជឿគឺខ្ញុំបានហ៊ានហ្គីតាខ្ញុំហ៊ានអត់ចេះទេតែអ្នកដែលសបផ្សាយដំណឹងល្អនឹងលោកគ្រូអ្នកគ្រូដែលមកហ៊ានហ្គីតាឲ្យខ្ញុំលុតជង្គង់អធិដ្ឋានអស់ពីចិត្តស្រាប់តែមានព្រះវិញ្ញាណប៉ះពាល់ស្រាប់អស់ទាំងខ្លួនខ្ញុំតែម្ដងពេលនោះហើយខ្ញុំទើបដឹងថាព្រះមានពិតមែនហើយធ្វើឲ្យខ្ញុំជឿកាន់តាមជាង10ឆ្នាំជាងហើយព្រះយេស៊ូវបានផ្លាស់ប្ដូរគំនិតខ្ញុំទាំងស្រុងគឺឲ្យខ្ញុំជាមនុស្សម្នាក់ធ្លាប់តែធ្លាប់តែអត់ស្ដាប់បង្គាប់ឪពុកម្ដាយពេលនេះខ្ញុំបែរជាខ្លាយជាមនុស្សដែលស្ដាប់បង្គាប់ហើយមានព្រះពរសម្រាប់ជីវិតខ្ញុំអរគុណសូមអ្នកទាំងអស់គ្នាមើលគម្ពីរដែលធ្វើឲ្យខ្ញុំផ្លាស់ប្ដូរចិត្តគឺគម្ពីរយូហានមួយយូហានជំពូក1ខ8ជំពូក1ខ8ខ្ញុំអានឲ្យអ្នកនរគ្នាស្ដាប់បើសិនជាយើងថាយើងគ្មានបាបសោះនោះឈ្មោះថាបញ្ឆោតដល់ខ្លួនហើយសេចក្តីពិតមិនស្ថិតនៅយើងទេបើយើងលន់តួបាបវិញនោះទ្រង់មានព្រះទេស្មោះត្រង់សុចរិតហើយសុចរិតប្រយោជន៍អត់ទោសបាបឲ្យយើងហើយនឹងសម្អាតយើងគ្រប់ពីអំពើពុចរិតទាំងអស់អាមែនព្រះគម្ពីរនេះអ្នកគ្រូតៃដែលមកពីភ្នំពេញគាត់បានចែកគាត់បានធ្វើផ្លាកមួយដាក់ក្នុងខ្ញុំអត់ដឹងហៅអីដែរគាត់បានឲ្យមកខ្ញុំបានចែកចម្លែកពេលទៅបុណ្យសពប៉ាលោកគ្រូកំសាន្តខ្ញុំបានចែកចម្លែកឲ្យអូនស្រីគាត់បាត់ទៅហើយអញ្ចឹងពេលខ្ញុំមានលុយឬក៏បើកលុយពីធ្វើការខ្ញុំនឹងធ្វើជាដូចគាត់ដែរខ្ញុំនឹងធ្វើជាផ្លាកព្រះគម្ពីរនឹងធ្វើចែកជូនក្មេងៗនៅព្រះវិហារខ្ញុំអរគុណជំរាបលាព្រះអង្គប្រទានពរទាំងអស់គ្នា